អ្នកចាំបាច់ត្រូវធ្វើការសម្រេចចិត្តថាតើអ្នកគួរតែបន្តឬបញ្ចប់នៅទំនាក់ទំនងអាពាហ៍ពិពាហ៍មួយនេះជាដំបូងមុននឹងអ្នកធ្វើការសម្រេចចិត្តជ្រើសរើសផ្លូវដែលខ្លួនត្រូវដើរក្នុងពេលចំពោះមុខនេះអ្នកចាំបាច់ត្រូវដឹងថាតើអ្វីទៅគឺជាតួនាទីនៃអាពាហ៍ពិពាហ៍អាពាហ៍ពិពាហ៍មានតួនាទីបម្រើសេវាកម្មឲ្យដល់គូស្វាមីភរិយាទាំងពីររូបប៉ុន្តែមិនមែនអ្នកត្រូវទៅបម្រើសេវាកម្មឲ្យដល់អាពាហ៍ពិពាហ៍មួយនេះនោះទេកម្រិតមាត្រដ្ឋានដែលអាចកំណត់នៅវាសនាជីវិតអាពាហ៍ពិពាហ៍មួយថាគួរបន្តឬបញ្ចប់គឺវាផ្អែកទៅលើថាតើទំនាក់ទំនងអាពាហ៍ពិពាហ៍ដែលអ្នកកំពុងតែមាននៅក្នុងពេលចំពោះមុខនេះវាបានផ្ដល់ផលប្រយោជន៍ឲ្យអ្នកច្រើនជាងឬក៏វាបានជះឥទ្ធិពលអវិជ្ជមានដែលបង្កទៅជាការខាតបង់ប្រយោជន៍ឲ្យដល់អ្នកច្រើនជាងចាំឲ្យច្បាស់អ្នកចាំបាច់ត្រូវគិតគូរអំពីផលប្រយោជន៍ជាធំប៉ុន្តែមិនមែនត្រូវទៅវិភាគពិចារណាអំពីមនោសញ្ចេតនាស្នេហាប្តីប្រពន្ធអូនបងនោះទេបើក្នុងលក្ខខណ្ឌថាទំនាក់ទំនងអាពាហ៍ពិពាហ៍មួយនេះពុំបានផ្ដល់ផលប្រយោជន៍អ្វីមកកាន់អ្នកក្រៅពីការជះនៅឥទ្ធិពលអាក្រក់ដែលបំផ្លិចបំផ្លាញសេចក្តីសុខសុភមង្គលក្នុងជីវិតអ្នកឬមួយក៏ប្រយោជន៍ដែលអ្នកទទួលបានគឺមានតិចជាងការបង្ហិនបង្ហោចរបស់គូស្នេហ៍អ្នកដែលអាចនឹងមានដូចជាគាត់តែងតែស្ដីបន្ទោសចាប់កំហុសទម្លាក់កំហុសវាយប្រហារបំបាក់ទឹកចិត្តរារាំងហាមឃាត់អ្នកមិនឲ្យទៅសម្រេចក្តីសុបិនរបស់ខ្លួនមិនផ្គត់ផ្គង់ប្រាក់កាក់មកកាន់ក្រុមគ្រួសារមិនចំណាយពេលវេលាផ្ដល់ភាពកក់ក្ដៅដល់អ្នកនិងកូនតែបែរជាមានពេលទំនេរទៅកំដរស្រីស្មន់ខ្លួនដើរលេងយប់ប្រលប់មិនចូលផ្ទះផឹកស្រាជក់បារីជក់គ្រឿងញៀនប្រើប្រាស់អំពើហិង្សាព្រមទាំងព្យាយាមឲ្យដៃទៅកាន់ឪពុកម្ដាយញាតិមិត្តបងប្អូនរបស់គាត់ធ្វើបាបអ្នកលាក់នឹងលាក់ដែលទាំងអស់នេះគឺសុទ្ធសឹងតែជាការជះនៅឥទ្ធិពលអាក្រក់មកបំផ្លិចបំផ្លាញផលប្រយោជន៍របស់អ្នកដូចជាលុយកាក់ពេលវេលានិងសេចក្តីសុខសុភមង្គលក្នុងជីវិតអ្នកដូច្នេះអ្នកអាចធ្វើការសម្រេចចិត្តលែងលះគ្នាជាមួយនឹងមនុស្សធន់នេះបានផ្ទុយមកវិញបើក្នុងលក្ខខណ្ឌថាវត្តមានរបស់ស្វាមីអ្នកបានផ្ដល់ជាប្រយោជន៍ច្រើនជាងការខាតបង់ដែលប្រយោជន៍ទាំងអស់នោះគឺសុទ្ធសឹងតែជាអ្វីដែលអ្នកត្រូវការចាំបាច់ដោយពុំអាចខ្វះបាននោះអ្នកអាចធ្វើការជ្រើសរើសផ្លូវដើរទៅតាមការសម្រេចចិត្តផ្ទាល់ខ្លួនបាន